ជាបងមិនអាចធ្វើជាបរិសុទ្ធដែលអូនស្រឡាញ់ក៏បងសូមធ្វើជាបរិសុទ្ធដែលស្រឡាញ់អូនទោះជាអូនមិនអាចធ្វើជានារីដែលនៅក្បែរបងក៏អូនសូមធ្វើជានារីដែលនឹកបងចិត្តនៅតែនឹកដល់គ្នាតែវេលាមិនអនុគ្រោះខលជូនដំណើរដួងចិត្តស្មោះចិត្តរបួសទ្រាំរស់មិនស្លាប់នឹកតែមិនអាចជួបគ្នាពេលវេលាទីឲ្យឈឺចាប់ក៏ទូលសុំទោសមិនអាចប្រាប់ So sorry honey លឺអត់រំលងខ្លួនដើម្បីឲ្យអូនថែគេចិត្តតែស្នេហ៍សុំថាអូនពីចំងាយភ្លេចបងចង់ឃើញអូនសប្បាយបងទៅឲ្យឆ្ងាយឲ្យរសាយការចងចាំប្រើបេះដូងនឹងបងដើម្បីថែគេព្រោះបបេដាក់ទោសអ្នកមានស្នេហាតែវេលាគឺជាឱសថព្យាបាលរាល់អនុស្សាវរីយ៍នឹងរសាត់ដូចផ្សែលីហើសង្ឃឹមថាការចាក់ចេញនេះនឹងអាចធ្វើឲ្យគ្រប់យ៉ាងប្រសើរវិញក៏អាចធ្វើឲ្យអូននឹងគេរីករាយអូនសំទោសគ្មានអ្នកណាខុសទេគឺមានតែអ្នកឈឺចាប់ហេតុអីក៏យើងជួបរឿងបែបនេះតើពេលវេលាអាចរងាប់អារម្មណ៍ឈឺចាប់មួយនេះបានមែនទេយ៉ាងណាក៏គ្មានជំរឿសដែរបងដឹងគេស្រឡាញ់អូនណាស់កុំធ្វើឲ្យគេយំព្រោះតែយើងចិត្តនៅតែនឹកដល់គ្នាតែវេលាមិនអនុគ្រោះខលជូនដំណើរដួងចិត្តស្មោះចិត្តរបួសទ្រាំរស់មិនស្លាប់នឹងតែមិនអាចជួបគ្នាពេលវេលាទីឲ្យឈឺចាប់ខលជូនសុំទោសមិនអាចប្រាប់ So sorry honey លឺអត់រំដល់ខ្លួនដើម្បីឲ្យអូនថែគេចិត្តតែស្នេហ៍សុំថាអូនពីចំងាយភ្លេចបងចង់ឃើញអូនសប្បាយបងទៅឲ្យឆ្ងាយឲ្យរសាយការចងចាំប្រើបេះដូងនឹងបងដើម្បីថែគេព្រោះបបេដាក់ទោសអ្នកមានស្នេហាតែវេលាគឺជាឱសថព្យាបាលរាល់អនុស្សាវរីយ៍នឹងរសាត់ដូចផ្សែអរគុណបងដើម្បីឲ្យអូនថែគេអរគុណដែលបងធ្វើអ្វីដើម្បីអូនចិត្តតែស្នេហ៍សុំថាអូនពីចំណាយហើយបងប្រកាសជាអាចជួបនារីម្នាក់តែល្អជាងអូនទៀតបងទៅឲ្យឆ្ងាយឲ្យរសាយការចងចាំប្រើបេះដូងនឹងបងដើម្បីថែគេព្រោះបបេដាក់ទោសអ្នកមានស្នេហាដែលជួបរឿងឈឺចាប់បែបនេះគឺជាឱសថព្យាបាលតែសូមឲ្យយើងបែកគ្នាដោយរីករាយដោយស្នាមញញឹមរឿងឈឺចាប់នឹងស្លាប់ទៅតាមវេលាថ្ងៃក្រោយជួបគ្នាយើងនៅតែជាមិត្តល្អ